មានតាមួយកិរិយាបម្រើនៅបីតាមួយជាមង្គលរហូតដល់ហើយអ្វីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាមង្គលរហូតដល់ពីព្រោះថាមានតានិងបីតានេះព្រះសម្មាសម្ពុទ្ធប្រសិទ្ធនាមលោកថាជាព្រះព្រំផងប្រសិទ្ធនាមថាជាបបតេយាផងប្រសិទ្ធនាមថាជាបពាចាផងជាអាហុណយបុគ្គលផងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយអានន្ទដែលនៅក្បែរព្រះអង្គនោះគឺជាអ្នកចេះចាំហើយក៏សូត្រឬក៏ចាសម្រាប់អ្នកជំនាន់ក្រោយបានចេះបានដឹងដែរអានន្ទលោកសម្ដែងថាអេវមេសុតੰអេកាំងសព្វយ៉ាងកកវិសាវតយ៉ាងវិហរតិចេតបនេអនាតបន្តិកសអារាមេសម័យមួយព្រះដ៏មានប្រភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អនាតបន្តិកសេដ្ឋីនោះមានទេវតាអង្គមួយការដើរវេលារាត្រីបឋមយាមកន្លងទៅហើយមានរស្មីដ៏ល្អញ៉ាំងវត្តចេតពុនជុំវិញទាំងអស់ឲ្យគូស្វាហើយព្រះដ៏មានប្រភាគង់ក្នុងទីណាទេវតានោះក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធទូលសួរអំពីមង្គលសូត្រនឹងយ៉ាង38ប្រការពីព្រោះថាទេវតានិងមនុស្សទាំងឡាយបានគិតត្រេះរិះថារកនៅមង្គលផ្សេងអាចារ្យទាំងឡាយ3មានអាចារ្យទឹកអាចារ្យសុទ្ធនិងអាចារ្យមុតដែលជាអ្នកចេះចាំជាអ្នកប្រាជ្ញនៅក្នុងសម័យហ្នឹងរកនៅមង្គលហ្នឹងបកែកគ្នាប្រពៃហ្នឹងទៅអាចារ្យខ្លះហ្នឹងក៏សម្ដែងថាអូរូបស្អាតទៅគេហៅថាមង្គលហើយអាចារ្យខ្លះនឹងឯងថាអូមិនមែនរូបស្អាតទេសំឡេងពីរូបទៅហៅថាមង្គលហើយអាចារ្យខ្លះទៀតនឹងឯងសម្ដែងថាមានរូបមានសំឡេងហើយមិនទាន់បរុទេវាទាន់តែមានបុណ្យមានស័ក្តិទៅទៀតទៅគេហៅថាជាមង្គលទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីមង្គលសូត្រទាំង38ប្រការហ្នឹងអង្គខ្ញុំបកុលាអាភិពុំបានលើកទាំងអស់ទីអស់លោកលោកស្រីប្រជាពុទ្ធបរិស័ទលើកយកទៅពុទ្ធគាថាមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេត្តាបិតុឧបដ្ឋានំអេតាមេកលមុត្តមាកិរិយាបម្រើនៅមេត្តាមួយកិរិយាបម្រើនៅបិតាមួយជាមង្គលរហូតដល់ហើយអ្វីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាមង្គលរហូតដល់ពីព្រោះថាមានតានិងបិតានេះព្រះសម្មាសម្ពុទ្ធប្រសិទ្ធនាមលោកថាជាព្រះព្រំផងប្រសិទ្ធនាមថាជាបបតេយាផងប្រសិទ្ធនាមថាជាបពាចាផងជាអាហុណយបុគ្គលផងបុគ្គលទាំងអស់នេះសុទ្ធសឹងតែអស់លោកប្រជាពុទ្ធបរិស័ទធ្លាប់ដឹងធ្លាប់ឮព្រះព្រំទេវតាឬក៏អាហុណយបុគ្គលហ្នឹងព្រះព្រំលោកសម្ដៅដល់អីអស់លោកសម្ដៅត្រង់ថាមានតានិងបីតានេះមាននៅព្រមវិហារធម៌កាលណាដែលកូនកើតចេញអំពីផ្ទៃរបស់ម្ដាយហើយមានតានិងបីតានេះតែងតែទំនុកបំរុងកូននឹងឯងដោយធម៌ទាំងឡាយ4មានមេត្តាករុណាមុទិតានិងឧបេក្ខាពុំឃ្លៀងឃ្លាតទេណាចំណែកឯបបតេវីកាលណាដែលកូនកើតមកហើយនឹងឯងមានតាបីតាចិញ្ចឹមបីបាច់ថែរក្សាថ្ងៃមួយកូននឹងឯងទៅក្រាបថ្វាយបង្គំមានតាបីតាហ្នឹងសុំទិញកង់ទិញឡានទិញស៊ីក្លូណារថយន្តផ្សេងមានតាបីតាហ្នឹងទិញឲ្យដូចជាពេលជុំបិណ្ឌនេះអញ្ចឹងកូនខ្លះនឹងឯងអត់មានលុយមានកាក់ទេទៅសុំមានតាបីតាមានតាបីតានឹងឯងទិញឲ្យនៅសម្ពុតផ្សេងខោអាវនឹងឯងថ្លៃសម្រាប់ឲ្យចុះក្នុងសង្គមនេះគឺជាធម៌របស់មេត្តាបិតាដែលប្រសិទ្ធនាមថាជាបបតេវីសុំអីបាននឹងអនុជាពុទ្ធបរិស័ទណាហើយចំណែកឯមេត្តាបិតាប្រសិទ្ធនាមថាជាណាបពាចាជាបពាចានេះអនុជាពុទ្ធបរិស័ទកាលណាដែលកូនកើតមកហើយនឹងឯងពុំទាន់ចេះវាពុំទាន់ចេះដើរមេត្តាបិតានឹងឯងតែបង្រៀនជាដំបូងតែបង្រៀននឹងឯងឲ្យកូននឹងឯងចេះលូនចេះក្រាបចេះរត់ចេះដើរអីចឹងទៅណាចេះនិយាយស្ដីទៅរកអ្នកតូចអ្នកធំឬក៏ចាស់ព្រឹទ្ធាចារ្យតកូរៀនច្បងអីចឹងទៅ
នេះគឺជាបបទាចាចំណែកឯចំក្រោយអហនយបុគ្គលមានតាបៃតានឹងឯងគឺជាអហនបុគ្គលកាលណាដែលគាត់នឹងឯងចាស់ជរាទៅហើយឬក៏គាត់នៅគោរពប្រតិបត្តិកូននឹងឯងត្រូវតែគោរពគាត់ឲ្យដូចជាប្រសងយ៉ាងថ្វាយបង្គំប្រសងយ៉ាងណាក៏ថ្វាយបង្គំមានតាបៃតាយ៉ាងនោះដែរប្រកេតទៅជាទានប្រសងយ៉ាងណាក៏គួរគាត់បីថ្វាយបង្គំមានតាបៃតាហើយលើកជូនមានតាបៃតាក៏ដូចឆ្លោះដែរហើយដូច្នេះហើយបានជាការប្រតិបត្តិមានតាបៃតាលោកហៅថាជាមង្គលល្អដល់តើកូនប្រុសស្រីនឹងឯងប្រតិបត្តិមានតាបៃតាដោយធម៌ប្រមាណយ៉ាងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាប្រកបទៅដោយធម៌5យ៉ាងអស់លោកប្រជាពុទ្ធបរិស័ទ5យ៉ាងនេះប្រសិនបើកូនល្អកូនប្រតិបត្តិគេហៅថាណាកូន3យ៉ាងជាកូនកតញ្ញូដឹងគុណចំពោះមេត្តាបៃតាប្រកបណាស់គោរពប្រតិបត្តិមេត្តាបៃតាដោយធម៌5យ៉ាងនេះទី1លោកឲ្យឈ្មោះថាតតោនេសង្ករស័ព្ទណាតែមានតាបៃតាចាស់ទៅអស់លោកប្រជាពុទ្ធបរិស័ទតែជាកូនជាចៅនឹងឯងទៅគោរពប្រតិបត្តិគាត់ចិញ្ចឹមបីបាច់ថែរក្សាគាត់កុំឲ្យគាត់ឯងឃ្លៀងទេកាលណាដែលគាត់នៅមានជីវិតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាដែលយើងប្រតិបត្តិគាត់ដោយល្អប្រពៃហើយអាចនឹងខ្វាត់ផ្លូវទៅកាន់ទុគតិភពបានដូចជារឿងសោណបណ្ឌិតអញ្ចឹងសោណបណ្ឌិតគឺជាបណ្ឌិតរឿងនៃការដែលព្រះសម្មាសម្ពុទ្ធជាព្រះពោធិសត្វលោកសម្ដែងថាកាលណាបើបុគ្គលបានគោរពប្រតិបត្តិល្អហើយនឹងបិទផ្លូវទៅកាន់ទុគតិភពបានពីព្រោះថាគ្មានបុគ្គលឯណាម្នាក់ដែលមិនមានតែគុណធម៌ទៅគោរពប្រតិបត្តិមានតាមបីតាគុណគុណឧបជាយាចាស់កើតទេមានតែអ្នកមាននៅគុណធម៌នឹងបានជាលោកសម្ដែងសេចក្តីប្រពន្ធណាក៏សន្មតថានឹងសំគួរដល់ការនឹងបញ្ចប់សូមអនុមោទនាអយ៉ាងធម្មទេសនារីបធរទេសនាដែលអង្គខ្ញុំបកណាស្មារតីបានខ្លាំងខ្លាំងសម្ដែងមកប្រពន្ធណាក៏សន្មតបញ្ចប់តែប៉ុណ្ណឹងឯងអេវ៉ាន់